ខ្ញុំសូមគោរពសម្ដេចប្រធានសូមគោរពអារម្មណ៍មនុស្សប្រធានទី2សម្ដេចនាយករដ្ឋមន្ត្រីដំណើរសមាជិកសភាទាំងមូលនិងដំណើររដ្ឋាភិបាលអ្វីដែលនាងខ្ញុំបានឡើងមកនេះគឺមានគោលបំណងពីរទី1ដោយសារថាជំពូកទី3នេះនិយាយអំពីបទបញ្ញត្តិស្តីពីពន្ធដារហើយវាគ្មិនមុនគឺបានលើកឲ្យតាក់ទងទៅនឹងការកំណត់ការប្រមូលពន្ធពីនយោជករបស់ស្ថាប័ននីមួយៗឬក្រុមហ៊ុននីមួយៗហើយយើងឃើញហើយថាស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើងតាក់ទងនឹងការទទួលបានប្រាក់បៀវត្សនេះគឺនៅមានកម្រិតមួយដែលយើងគិតថាការចំណាយនោះមិនទាន់សមរម្យអញ្ចឹងចំណុចដែលនៅក្នុងមាត្រាទី47នេះយើងឃើញថាខ្ញុំសូមឲ្យរដ្ឋាភិបាលពិនិត្យពិចារណាឡើងវិញតាក់ទងទៅនឹងការប្រមូលពន្ធចាប់ពី80,100,000រៀលដែលកំណត់ឲ្យអ្នកដែលទទួលបានប្រាក់ខែប៉ុណ្ណោះគឺ5%ខ្ញុំគិតឃើញថាតាក់ទងទៅនឹងថវិកានេះបើយើងគិតទៅលើកម្មករឬមួយក៏បុគ្គលិកធ្វើការនៅតាមសេវាសន្តាគារឬក៏កន្លែងផ្សេងយើងឃើញថាថវិកានេះចាយអត់គ្រប់ទេហើយយើងដាក់កម្រិតការប្រមូលពន្ធទៅលើអ្នកដែលទទួលបានប្រាក់ខែនេះខ្ញុំគិតឃើញថាវាធ្ងន់ណាស់ពីព្រោះបើយើងពិភាក្សាទៅលើការប្រាក់ចំណូលនេះគាត់ត្រូវយកទៅបង់ថ្លៃផ្ទះគាត់យកទៅចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់គាត់ហើយមិនទាន់គិតទៅដល់ការថែទាំសុខភាពរបស់គាត់អញ្ចឹងសូមឲ្យរដ្ឋាភិបាលពិចារណាដោយសារថាអាយដាមលឹមកំយ៉ាំបាញ់មិញគាត់យកមូលដ្ឋានគិតហើយវាមានគម្លាតគ្នារវាងប្រាក់ខែចាប់ពី80,000 5យើងនិយាយជាចំនួនដែលស្រួលស្ដាប់ទៅគឺ8,50,000ទៅដល់12,50,000គឺមានន័យថាអ្នកដែលបាន8លានជាខ្ញុំដឹងហើយថាវាគុណនឹងសមាមាត្រនៃប្រាក់ខែប៉ុន្តែយើងមើលឃើញទៅថាគម្លាតនឹងខុសគ្នាឆ្ងាយអញ្ចឹងសូមឲ្យដំណើររដ្ឋាភិបាលពិនិត្យពិចារណាតាក់ទងនឹងការកំណត់ទៅលើតម្លៃប្រាក់ពន្ធនេះហើយយើងឃើញថ្មីនេះប្រហែលជាអាយដាមដំណើររដ្ឋាភិបាលលោកក៏បានដឹងដែរតាក់ទងទៅនឹងវិស័យឧស្សាហកម្មនេះគឺយើងមើលនៅក្នុងកំណើនសេដ្ឋកិច្ចជាតិគឺយើងមានវិស័យ3បញ្ចូលទៅនឹងកំណើនសេដ្ឋកិច្ចជាតិទាំងមូលគឺវិស័យឧស្សាហកម្មហើយវិស័យឧស្សាហកម្មនេះជាវិស័យមួយដែលអាដាមប្រធានសមាជិកបានលើកឲ្យថាអាចអត់ច្បាស់លាស់ហើយវាអាចទៅមុខទៅក្រោយចាវាអាស្រ័យទៅលើការនាំចេញផលិតផលក្នុងស្រុករបស់យើងហើយយើងដឹងថាដោយសារថាប្រាក់ខែរបស់កម្មកររបស់យើងគឺនៅមានកម្រិតទាបតាក់ទងទៅនឹងស្ថានភាពហើយថាអតិផរណានៃទំនិញដែលថ្មីនេះក្រសួងការងារកំពុងតែជជែកគ្នាជាមួយនឹងសហជីពជាមួយនឹងដៃគូផ្សេងទៀតថាតម្លើងប្រាក់ខែអបបរមាជូនកម្មករអបបរមាទាបបំផុតគឺ$128ហើយយើងឃើញថានៅក្នុងវិស័យឧស្សាហកម្មនេះកំណើនដែលប្រមូលបានគឺ9%ជាងហើយបើនៅឆ្នាំ2015ថាតែ9%ឯការព្យាករណ៍អញ្ចឹងយើងឃើញថាកំណើន9%នេះខ្ញុំចង់ឲ្យអាដាមតំណាងរដ្ឋាភិបាលបំភ្លឺថាតើកំណើននេះប្រមូលមកពីអីខ្លះពីព្រោះបើយើងដឹងហើយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានពាណិជ្ជកម្មបានបកស្រាយកាលពីខែមុនយើងបានជួបនោះគឺថាបានពីការនាំចេញផលិតផលទៅប្រទេសក្រៅប៉ុន្តែយើងដឹងថាស្ថានភាពថ្មីនេះកំពុងតែមានវិបត្តិតាក់ទងទៅនឹងកម្មករជាមួយនឹងនយោជកដោយសារថារោងចក្រមួយចំនួនដែលនៅក្នុងច្បាប់ការងារបានកំណត់ថាពីឆ្នាំទី1ដល់ឆ្នាំទី5រដ្ឋាភិបាលអនុញ្ញាតឲ្យរួចពន្ធឥឡូវនេះយើងកំពុងតែមានបញ្ហាជាច្រើនជាមួយនឹងកម្មករនៅតាមរោងចក្រដោយសារមានរោងចក្រមួយចំនួនប្រកាសជាយើងត្រូវទទួលស្គាល់ទាំងអស់គ្នាថាខិលខូចមានខ្ញុំនិងលោកជំទាវ ឡាវខេងក៏កំពុងតែចរចាដោយសារថាច្បាប់យើងនៅមានការធូររលុងក្រុមហ៊ុនខ្លះខិលខូចបដូរឈ្មោះជាក់ស្ដែងគឺរោងចក្រហ៊ុយជៀនដែលកំពុងតែបដូរឈ្មោះពីក្រុមហ៊ុនហ៊ុយជៀនទៅក្រុមហ៊ុនមួយទៀតឈ្មោះជៀនលឹករោងចក្រជៀនលឹកហើយបាននឹងកំពុងបំបត្តិប្រាក់អតីតភាពរបស់កម្មករ
ដោយយកលេសថាកម្មករជាអ្នកបង្កើតធ្វើឲ្យរោងចក្របាត់បង់ការងារអាហ្នឹងហើយដែលខ្ញុំចង់ជម្រាបជូនឯកឧត្តមថាតើប្រាក់កំណើនពីវិស័យកសិកម្មវិស័យឧស្សាហកម្ម 9% ហ្នឹងថាតើឯកឧត្តមមានបានគិតទៅលើអនាគតដែលបញ្ហានៅក្នុងវិស័យឧស្សាហកម្មហ្នឹងកើតឡើងដោយសារកម្មករមិនសប្បាយចិត្តជាមួយនឹងការបំបត្តិប្រាក់អតីតភាពនេះហើយជាបញ្ហាដែលក្រសួងការងារកំពុងតែដោះស្រាយជាមួយនឹងកម្មករនៅក្នុងរោងចក្រហៃជៀនហើយខ្ញុំដឹងមកដល់ពេលនេះមិនមែនមានតែរោងចក្រហៃជៀនមួយទេដែលកំពុងតែជួបប្រទះពាក់ព័ន្ធនឹងកម្មករត្រូវក្រុមហ៊ុនមួយចំនួនបំបត្តិប្រាក់អតីតភាពតាមមធ្យោបាយផ្សេងៗគ្នានេះតាក់ទងទៅនឹងកំណើនពន្ធហើយមួយទៀតខ្ញុំក៏សូមចង់ជម្រាបជូនឯកឧត្តមដែរដោយសារថាវាគ្មិនមុនក៏បានលើកដែរថាតាក់ទងទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលខ្ញុំដឹងខ្ញុំទទួលស្គាល់ថាតាក់ទងទៅនឹងវិស័យអប់រំនិងវិស័យសុខាភិបាលដែលឯកឧត្តមសំរងស៊ីលោកចង់ឲ្យបង្វែរថវិកាពន្ធនេះទៅលើវិស័យទាំងពីរដែលជាវិស័យសសរស្តម្ភរបស់ប្រទេសជាតិព្រោះថាប្រទេសមួយកាលណាសេដ្ឋកិច្ចខ្លាំងគឺអាស្រ័យទៅលើធនធានកាលណាធនធានល្អវាត្រូវពាក់ព័ន្ធទៅលើវិស័យអប់រំនិងវិស័យសុខាភិបាលវិស័យអប់រំខ្ញុំទទួលស្គាល់ថាកុំឲ្យឯកឧត្តមវាគ្មិនមួយចំនួនតែតែគិតថាគណៈបកសង្គ្រោះជាតិយកនយោបាយប្រជាពិធយកទៅធ្វើប្រជាធិបអត់ទេឯកឧត្តមយើងបានមើលឃើញជាក់ស្ដែងថាយើងមានយុវជនមួយចំនួនដែលយើងគិតឃើញថាគាត់អាចរៀនបានតែពីថ្នាក់ទី1ទៅដល់ថ្នាក់ទី5នេះទោះបីជាយើងឃើញថាសាលាបានសង់ទៅដល់ឃុំក្នុងមួយឃុំមាន4នាក់តាមរបាយការណ៍ដែលអាដាមវាគ្មិនមុនបានលើកខ្ញុំអរគុណរដ្ឋាភិបាលដែលខិតខំក្នុងការផ្ដល់សាលាផ្ដល់សាលាទៅដល់មូលដ្ឋានប៉ុន្តែអ្វីដែលយើងត្រូវមើលគឺគុណភាពនិងប្រសិទ្ធភាពយើងឃើញថាតើគុណភាពក្មួយបងប្អូនមួយចំនួនគាត់រៀនដល់ថ្នាក់ទី5ឬក៏ដល់ថ្នាក់ទី10ពេលខ្លះសូម្បីតែសេអសខ្មែរអត់ត្រូវផងអាហ្នឹងឯងជាគុណភាពហេតុអីបានយើងថាគុណភាពដោយសារប្រាក់ខែដោយសារប្រាក់ខែទាបហ្នឹងហើយខ្ញុំអរគុណហើយដែលក្រសួងរាជវត្ថុបានយកចិត្តទុកដាក់ផ្ទេរថវិកាដោយមិនបើកដោយមិនបើកប្រាក់ខែផ្ទាល់ដៃគឺបើកតាមប្រព័ន្ធធនាគារហេតុអីបានខ្ញុំថាអញ្ចឹងព្រោះយើងបានទទួលរបាយការណ៍ពីគ្រូកាលពីឆ្នាំមុននេះថ្មីនៅដើមឆ្នាំ2014នេះយើងត្រូវទទួលស្គាល់ថាប្រទេសយើងមានអំពើពុករលួយហើយការគ្រប់គ្រងអត់បានដិតដល់ទេការគ្រប់គ្រងអត់បានដិតដល់ទេគឺមានបើថានៅក្រសួងការពារជាតិក៏មានមន្ត្រីខ្មោចនៅក្រសួងស៊ីវិលក្រសួងផ្សេងទៀតគឺឧទាហរណ៍ក្រសួងអប់រំនេះក៏មានមន្ត្រីខ្មោចដែរប៉ុន្តែឥឡូវល្អហើយដែលបានបំវែទៅជាតាមប្រព័ន្ធធនាគារពីព្រោះមានលោកគ្រូគាត់មកប្រាប់ខ្ញុំគ្រូមួយគាត់បរៀនពេលព្រឹកនៅសាលាបឋមសិក្សាកំពុងថ្កូវដល់ពេលល្ងាចឡើងគាត់មានឈ្មោះគាត់មួយទៀតនៅសាលាបឋមសិក្សាកលាញ់ប៉ុន្តែនៅពេលដែលបើកប្រាក់ខែដល់ដៃគាត់អត់បានទទួលលុយ1លាន2សែននេះគាត់បានតែ60ម៉ឺននេះតែនៅពេលដែលរដ្ឋាភិបាលបង្វិលពីផ្ទាល់ដៃទៅគណនីធនាគារគាត់ទទួលបានលុយ1លាន2សែនរៀលអាហ្នឹងយើងត្រូវទទួលស្គាល់ថាវិស័យអប់រំយើងហេតុអីយើងមិនអាចដំឡើងប្រាក់ខែទៅលើវិស័យអប់រំនិងប្រាក់ខែដល់មន្ត្រីរាជការនៅតាមវិស័យផ្សេងទៀតដែលយើងកំពុងតែផ្ដោតអារម្មណ៍ទៅលើយុទ្ធសាស្ត្រដំណាក់កាលទី3របស់រដ្ឋាភិបាលគឺវិស័យអប់រំនិងវិស័យសុខាភិបាលហើយពេលនោះហើយដែលយើងធ្វើឲ្យវិស័យអប់រំរបស់យើងដោយខ្ញុំលើកចឹងថានៅក្នុងរដ្ឋធម្មនុញ្ញគឺថាតិចបំផុតរៀនដល់ថ្នាក់ទី9ចុះបើរៀនដល់ថ្នាក់ទី5ថ្មីនេះប្រហែលជាអាដាមលោកជំទាវដោយសារថាប្រព័ន្ធបច្ចេកវិទ្យាមានការជឿនលឿនប្រកាសជាអាដាមលោកជំទាវបានឃើញហើយពលករខ្មែរទាំងស្រីទាំងប្រុសទៅធ្វើការនៅប្រទេសគេគាត់ទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុនមានរយៈពេលខ្លីផងសមត្ថភាពខ្លួនក៏មានតិចទៀតអញ្ចឹងពេលទៅដល់ប្រទេសគេគាត់ទទួលរងគ្រោះពេលខ្លះសូម្បីតែលើកទូរស័ព្ទចុចលេខកូដក៏អត់ចេះជាពិសេសគឺបងប្អូនស្ត្រីដែលទៅធ្វើការជាស្ត្រីបម្រើនៅតាមផ្ទះទទួលបានការរំលោភបំពានពីម្ចាស់ផ្ទះនឹងចំណុចមួយហើយថ្មីនេះគឺមានកម្មករប្រុសម្នាក់ត្រូវបានគេច្បាច់កនៅប្រទេសកូរ៉េ
ដល់យើងសួរនាំទៅមកពីបញ្ហានិយាយភាសាគេស្ដាប់គ្នាមិនបានទៀតឃើញទេអាហ្នឹងឯងជាបញ្ហាលំបាកខ្ញុំមិនបានចោទប្រកាន់ថារដ្ឋាភិបាលមិនយកចិត្តទុកដាក់ទៅលើសាលារៀននេះឥឡូវយើងឃើញថាសាលារៀនបានច្រើនសម្ដេចនាយកក៏លោកតែងលើកដែរជាង 10000 ខ្នងប៉ុន្តែអ្វីដែលយើងត្រូវមើលណាគឺគុណភាពនិងប្រសិទ្ធភាពនៃយុវជនយើងហើយយុវជនយើងថ្មីនេះកាលពីដើមឆ្នាំ2014អាដាមលោកជំទាវប្រកាសជាបានឃើញហើយថាតើយុវជនខ្មែរដែលសពថ្ងៃនេះនៅប្រទេសកម្ពុជាវិស័យ3គឺឧស្សាហកម្មកសិកម្មនិងសេវាទេសចរចា៎គឺវិស័យទេសចរដែលជាវិស័យអតិភិបហើយយើងឃើញហើយប្រទេសយើងតើមានអីខ្លះសម្រាប់វិស័យទេសចរហើយប្រទេសសិង្ហបុរីមានអីខ្លះសម្រាប់វិស័យទេសចរណាអញ្ចឹងហើយបានខ្ញុំចង់ប្រាប់ថាបើយើងមានធនធានមនុស្សល្អធនធានមនុស្សដែលទៅប្រទេសថៃកាលពីទៅធ្វើការនៅប្រទេសថៃដែលជាប់ប្រទេសយើងនេះកាលពីឆ្នាំ2013 14ដើមឆ្នាំខែ6នេះយើងឃើញថា600000នាក់ចា60ទៅ700000នាក់ដែលត្រឡប់មកវិញនៅពេលដែលប្រទេសថៃមានបញ្ហាសន្តិសុខអាហ្នឹងឯងដែលយើងគិតថាតម្រូវការនៅក្នុងប្រទេសយើងតាមខ្ញុំ